UTP robot ការប្រកួត robot ពិតជាគួរចាប់អារម្មណ៍ណាស់នោះគឺជាការប្រកួត robot លើកទី2ឆ្នាំ2015 សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាសាកលវិទ្យាល័យរដ្ឋធំជាងគេនៅកម្ពុជាដែលបច្ចុប្បន្នមាន5មហាវិទ្យាល័យធំៗក្នុងនោះមានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រមហាវិទ្យាល័យសង្គមសាស្ត្រជាដើមមហាវិទ្យាល័យវិទ្យាសាស្ត្រមានជំនាញជាច្រើនដោយឡែកនិស្សិត6ក្រុមមកពី Department វិទ្យាសាស្ត្រកុំព្យូទ័រជំនាញវិទ្យាសាស្ត្រកុំព្យូទ័របានកំពុងផលិត robot សម្រាប់ចូលរួមការប្រកួតប្រជែង robot លើកទី2នៅកម្ពុជាឆ្នាំ2015ក្រុមនិស្សិតក៏បានផលិត robot រួចរាល់ប្រមាណជាង 80% ហើយនៅសល់តែធ្វើការរចនារូបរាងដើម្បីបញ្ចប់ការផលិត robot សម្រាប់ការប្រកួតនេះដោយសារការប្រកួត robot លើកទី2នៅកម្ពុជាឆ្នាំ2015នឹងជិតមកដល់ដូច្នេះនិស្សិតដែលបានចុះឈ្មោះចូលរួមប្រកួតត្រូវយកចិត្តទុកដាក់ផ្លត់នៅ robot ដែលមានគ្រប់លក្ខណៈនិងធ្វើការសាកល្បងប្រកួតប្រជែងគ្នាដើម្បីធ្វើការយល់ដឹងបន្ថែមលើចំណុចខ្វះខាតនៃ robot ដែលបានផលិតរួចសម្រាប់ការប្រកួតចំពោះ robot របស់ពួកខ្ញុំអ្វីដែលពិសេសនោះគឺពួកខ្ញុំបានព្យាយាមសង់វាខ្លួនឯងគូសចាប់ផ្ដើមពីការគូសឡើងគឺខ្លួនឯង design ខ្លួនឯងហើយយើងចាប់ផ្ដើមអ្វីដែលជាកំណត់ក្រុមគឺយើងបូកបញ្ចូលទាំងអស់អញ្ចឹងអាចថាវាជាអ្វីដែលយើងចង់បានហើយពួកយើងនេះជាក្តីសម័យរបស់ពួកយើងបានជោគជ័យមួយហើយយើងកាត់បន្ថយខ្សែការប្រើខ្សែយើងដាក់បន្ទុកពីលើគ្នាវិញហើយចំណុចងាយស្រួលគឺវាផ្ដោតដោយសារពួកខ្ញុំខាង Computer Science ផ្ដោតសំខាន់លើ software អញ្ចឹងបើចំផ្នែក software គ្រប់គ្រងលើ robot មួយហ្នឹងគឺវាមានភាពងាយស្រួលសម្រាប់ពួកខ្ញុំហើយ hardware ដោយសារពួកខ្ញុំមិនមែនផ្ដោតសំខាន់ទៅលើ hardware អញ្ចឹងការគូសការតភ្ជាប់អីវាមានលក្ខណៈលំបាក hardware យើងត្រូវការ design ដោយសារតែឧបករណ៍យើងពីច្រើនយើងប្រើទៅដៃអាណាអញ្ចឹង bot មួយចំនួនត្រូវការ ហើយយើងត្រូវការ design នៅក្នុងកម្មវិធីរួចយើងយកមកអ៊ុតទៅលើហ្នឹងអញ្ចឹងយើងត្រូវចំណាយពេលក្នុងហ្នឹងព្រោះពេលខ្លះវាអាចឆេះនឹងការផ្សារអីមួយចំនួនយើងអាចធ្វើបានប៉ុន្តែពីពិបាកដោយសារពេលខ្លះយើងតេស្តទៅសារតែយើងច្រឡំសូម្បីតែខ្សែបូកខ្សែដកយើងនៅច្រឡំវាអាចឆេះអញ្ចឹងដល់ពេលហ្នឹងយើងត្រូវដូរភ្លាមអញ្ចឹងក៏គិតថាវាពិបាកនៅលើ hardware ដល់ពេលយើងគុំហើយ software យើងគ្រាន់តែសេយើងអាចតេស្តបានភ្លាមអត់បាក់ខ្ញុំគិតថា robot សម្រាប់ក្រុម UVP យើងទាំងអស់ទីមួយយើងផ្ដោតទៅលើ speed អញ្ចឹងយើងធ្វើម៉េចយើងធ្វើឲ្យវាទាបកាលណាវាទាប sensor នេះបានល្អពីព្រោះ sensor វាអាចកង់ពលឺអញ្ចឹងបើថាណាយើងកាន់ទៅទាបបានន័យថាយើងអាចទប់ពលឺបានច្រើនវា output មកវាត្រឹមត្រូវច្រើនអញ្ចឹងកាលណាទាបវាអាចល្បឿនលឿនសម្រាប់នេះក្នុងការបត់ការ control យើងតាក់ទងលើ motor code អីមួយចំនួនយើងអាច control បានព្រោះវា sensor វានៅតែដើរបានល្អពួកយើងសង្ឃឹមដែរប៉ុន្តែជាទូទៅយើងទំតែជាលើកដំបូងក្នុងការចូលរួមធម្មតាអ្នកប្រកួតតែចង់ឈ្នះប៉ុន្តែសំខាន់យើងក៏ដឹងដែរជាបទពិសោធន៍ទី1អញ្ចឹងទោះបីជាចាញ់ក៏យើងអត់មានអន់ប្រពន្ធចិត្តដែរប៉ុន្តែវាជាការ first generation នៃ UVP អញ្ចឹងយើងគិតថាវាដើរត្រូវហើយល្បឿនមួយសមស្របយើងអាចទទួលយកបានប៉ុន្តែរំពឹងឈ្នះក៏យើងនៅតែរំពឹងអញ្ចឹងប៉ុន្តែធ្វើម៉េចយើងប្រឹងអស់ពីលទ្ធភាពដោយសារយើងជាលើកដំបូងហើយយើងអត់ទាន់បានផ្សព្វផ្សាយទូលំទូលាយទេប៉ុន្តែតាមគម្រោងផែនការរបស់យើងអាចឆ្នាំក្រោយយើងប្រកាសតែម្ដងដើម្បីឲ្យគាត់ដាក់ពាក្យមកអ្នកណាចាប់អារម្មណ៍ឲ្យគាត់ដាក់ពាក្យចូលរួមធ្វើសកម្មភាពនឹងទាំងអស់គ្នាហ្នឹងហើយព្រោះគាត់ចំពោះមុខនេះខ្ញុំឃើញអ្នកដែលត្រូវរើសចូលរួមជាក្រុមនេះគាត់សប្បាយចិត្តនឹងធ្វើគាត់លះបង់ពេលវេលារបស់គាត់កម្លាំងអីគ្រប់បែបយ៉ាងទាំងអស់ព្រោះគាត់ធ្វើដោយទឹកចិត្តនិយាយខ្លីទៅបាទពាក់ព័ន្ធជាមួយ robot នេះគឺខ្ញុំឃើញថាល្អដែលជាសញ្ញាណមួយចាប់ផ្ដើមឲ្យនិស្សិតខ្មែរយុវជនខ្មែរទូទៅទាំងអស់ងាកមកផ្នែក hardware បូកជាមួយនឹង software ព្រោះពីដើមមកគឺនៅស្រុកខ្មែរយើងដែល IT ចាប់ផ្ដើមតាំងពីដូចជា1997នៅខាង department ខាង computer យើងនេះដែលមានបដិបដាលខាងជំនាញ
IT ប៉ុន្តែយើងបានទៅសេតាក់ទងទៅជាមួយនឹងកម្មវិធីយើងធ្វើអីផ្សេងៗវារួមបដោតទៅលើ software ទេតែពេលនេះគឺយើងអាចចាប់ផ្ដើមធ្វើឲ្យវាទៅផ្សារភ្ជាប់ជាមួយនឹង hardware ហើយយើងឃើញសាកលវិទ្យាល័យផ្សេងៗគេចេញដំណើរទៅមុនយើងហើយប៉ុន្តែយើងឥឡូវក៏ខំប្រឹងទៅតាមគេដែរជាការពិតណាស់នៅដើមខែមីនាខាងមុខអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងរៀបចំការប្រកួតរ៉ូបូតលើកទី2នៅកម្ពុជាឆ្នាំ2015ដែលមានរយៈពេល2ថ្ងៃគឺនៅថ្ងៃទី6ទី7ខែមីនាឆ្នាំ2015នេះសូមទូរទស្សនិកជនរងចាំតាមដានការប្រកួតទាំងអស់គ្នាដែលក្នុងនោះនឹងមានការចូលរួមរបស់និស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។